ភាពមុនយើងបាននិយាយអំពីតន្ត្រីរ៉ុកខ្មែរនៅយុគសម័យមាសក្នុងសប្តាហ៍នេះយើងនឹងនាំអារម្មណ៍ប្រិយមិត្តអ្នកស្ដាប់ទៅស្គាល់អំពីសំឡេងតន្ត្រីពីថាសចម្រៀងនៅសម័យយុគមាសនៃតន្ត្រីវិញម្ដងឆ្លើយប្រាប់មកណាប្រលឹងនៅពេលដែលកម្ពុជាចាប់ផ្ដើមផ្លាស់ប្ដូរមុខមាត់ក្លាយជាគុជនៃអាស៊ីនៅក្នុងអំឡុងឆ្នាំ50សំឡេងនៃតន្ត្រីសម័យថ្មីក៏បានចាប់ផ្ដើមធ្វើដំណើរទូទាំងប្រទេសផងដែរសំឡេងនៃតន្ត្រីនោះមិនមែនចេញពីទូរស័ព្ទឬឧបករណ៍បំពងសំឡេងដូចសម័យយើងនោះទេប៉ុន្តែគឺជាសំឡេងដែលបន្លឺឡើងចេញពីថាសចម្រៀងឬជាថាសពណ៌ខ្មៅនៅតាមរង្គសានិងភោជនីយដ្ឋាននានាក្នុងសម័យសង្គមរាស្ត្រនិយមគេតែងតែឮតន្ត្រីរ៉ុក Agogo និងចម្រៀងមនោសញ្ចេតនាដែលច្រៀងដោយផ្ទាល់ឬជាសំឡេងដែលថតទុកក្នុងថាសចម្រៀងច្រៀងដោយតារាចម្រៀងល្បីៗនាសម័យនោះថាសចម្រៀងទាំងនោះមានប្រភេទដូចគ្នាសឹងតែទាំងអស់គឺថាសចម្រៀងដែលមានទំហំ7អ៊ីងជាប្រភេទ45 RPM single ថាសចម្រៀងទាំងអស់នោះគឺជាតាក់តឹងដ៏សំខាន់នៃទម្រង់ចម្រៀងខ្មែរហេតុអ្វីបានជាគេនិយមថាសចម្រៀងទំហំ7អ៊ីងប្រភេទ45 RPM singleពីព្រោះថាវាមានតម្លៃសមរម្យងាយស្រួលដាក់លើឧបករណ៍ចាក់ថាសព្រមទាំងជួយឲ្យអ្នកផលិតអាចផលិតនៅចម្រៀងថ្មីៗដោយឆាប់រហ័សចំណុចដែលសំខាន់នោះគឺថាសចម្រៀងនេះមានតែផ្នែក A និង B តែប៉ុណ្ណោះមានន័យថាចម្រៀងទំហំ7អ៊ីងអាចចាក់ចម្រៀងបាន2បទផ្នែក A មួយបទនិងផ្នែក B មួយបទផ្សេងទៀតអញ្ចឹងហើយបានជាយើងឃើញថាចម្រៀងរបស់អធិរាជសំឡេងមាសស៊ិនស៊ីសាមុតរាជិនីសំឡេងមាសរស់សេរីសុទ្ធាជាដើមមានត្រឹមតែ2ចម្រៀងប៉ុណ្ណោះក្នុងថាសនីមួយៗនៅក្នុងពេលនោះផងដែរស្ថានីយវិទ្យុជាតិបានផលិតថាសចម្រៀងជាច្រើនរាប់ពាន់បទហើយក៏គេឃើញមានក្រុមហ៊ុនថតចម្រៀងល្បីៗជាច្រើនដូចជាច័ន្ទឆាយាហេងវ៉ាន់ច័ន្ទវត្តភ្នំចាបមាសនិងនគរបៀជាដើមយើងមិនភ្លេចថាតាមរយៈថាសចម្រៀងពណ៌ខ្មៅនេះហើយដែលបានធ្វើឲ្យប្រជាជនខ្មែរនាសម័យនោះគ្រប់ស្រទាប់វណ្ណៈបានធូរអារម្មណ៍ស្រស់ស្រាយព្រោះបានស្ដាប់សំឡេងដ៏ពីរោះទៅតាមទេពកោសល្យរបស់អ្នកចម្រៀងនៅក្នុងសម័យយុគមាសនៅក្នុងឯកសាររបស់លោកស្រីបណ្ឌិតលីនដាសាផានបាននិយាយថាអធិរាជសំឡេងមាសស៊ិនស៊ីសាមុតនិងរាជិនីសំឡេងមាសរស់សេរីសុទ្ធាថតសំឡេងដាក់ថាសពណ៌ខ្មៅជាបន្តបន្ទាប់ដែលកំណត់ភាពល្បីល្បាញនៃចម្រៀងខ្មែរនាទសវត្សរ៍ទី60ទឹកដមដ៏ក្រអួនក្រអៅបង្កប់ដោយមនោសញ្ចេតនារបស់លោកទាំងពីរបង្ហាញអំពីតថភាពនិងរសជាតិនៃរឿងស្នេហារបស់យុវជននាសម័យនោះដែលពោរពេញដោយក្តីប្រាថ្នានិងភាពអស់សង្ឃឹមតែនៅតែអាចផ្សះផ្សាស្នេហាទៅវិញទៅមកចិនអូនសពថ្ងៃដែលស្រឡាញ់នៅឆ្នាំ1975បន្ទាប់ពីយុគសម័យមាសសម័យខ្មែរក្រហមក៏ចូលមកដល់អ្នកសិល្បៈចម្រៀងតន្ត្រីករនិងសម្ភារៈតន្ត្រីនានាត្រូវបានកំទេចចោលក្នុងសម័យខ្មែរក្រហម 90% នៃតន្ត្រីករនិងសិល្បកររបស់ប្រទេសកម្ពុជារួមជាមួយនឹងពលរដ្ឋ2លាននាក់ផ្សេងទៀតត្រូវបានស្លាប់នៅក្នុងនោះសិល្បករសិល្បករនីដ៏ល្បីល្បាញនៅសម័យមាសដូចជាស៊ិនស៊ីសាមុតហួយមាសរស់សេរីសុទ្ធានិងមាសសាមនផងដែរយោងតាមគេហទំព័រផ្លូវការរបស់ព្រះសូរិយាក្នុងបេសកកម្មដើម្បីសងក្រងឯកសារមរតកភាពយន្តនិងចម្រៀងខ្មែរពីយុគមាសបទចម្រៀង5520បទពីយុគមាសត្រូវបានរក្សាទុកក្នុងបណ្ណាសាព្រះសូរិយាបទចម្រៀងទាំងនោះបានប្រមូលយកមកពីប្រភពដូចជាកាសែតវីដេអូឃ្លីបឌីជីថលនិងថាសចម្រៀងផ្សេងៗ